កាលនៅជាព្រះបរមពុរិស័ទក៏ព្រះអង្គបានបំពេញនៅទានបំពេញនៅសិលបំពេញនៅភាវនាជាប់ជាប្រក្តីរឿយមិនថាកើតនៅក្នុងកម្រើតមនុស្សឬក៏ក្នុងកម្រើតជាសត្វទេរិឆានឬក៏នៅក្នុងទីណាព្រះបរមពុរិស័ទកម្មយកនៅធម៌នឹងជាចម្បងឲ្យតម្លៃនៃសេចក្តីល្អនឹងជាចម្បងលើសជីវិតលើសទ្រព្យសម្បត្តិលើសអ្វីទាំងអស់នៅក្នុងការដែលព្រះអង្គបន្ទោទៅនៅក្នុងសង្សារវដ្តនៅក្នុងភពតូចភពធំនឹងបំពេញនៅទានបារមីសីលបារមីរហូតដល់បានត្រាស់ជាព្រះសម្មាសម្ពុទ្ធនឹងមិនងាយទេញាតិញោមមិនងាយស្រួលទេក្នុងការបំពេញនៅបារមីនឹងឯងស្មើនឹងលើកយកនៅប្រជា11និយាយអំពីព្រះបរមពុរិស័ទដែលព្រះអង្គចង់បាននៅអត្តភាពមកជាមនុស្សនេះត្រូវមករក្សានៅឧបោសថរឿងហ្នឹងកើតឡើងកាលពីដើមនៅក្នុងដែនអង្គៈដែនមគធៈដែនកាសីតំបន់ហ្នឹងមានស្ដេចរៀងខ្លួនដល់ពេលព្រះអង្គបានត្រាស់ក្រោមការដឹកនាំរបស់ស្ដេចពឹមពិសានគរទាំងអស់ហ្នឹងទាំងអង្គៈទាំងមគធៈហ្នឹងត្រូវស្ដេចពឹមពិសាហ្នឹងអ្នកគ្រប់គ្រងដែនកាសីក្រុងពរិរិស័យហ្នឹងស្ដេចជាផ្សេងគ្រប់គ្រងនៅទឹកដីហ្នឹងនិយាយអំពីក្នុងការនោះបរិជានៅក្នុងដែនមគធៈនិងដែនអង្គៈនេះច្បាំងគ្នាញាតិញោមណាច្បាំងគ្នាដណ្ដើមទឹកដីគ្នាដូចតែយើងឥឡូវហ្នឹងឯងម៉ៃនឹងជីសេះជីតម្រៃច្បាំងគ្នាអញ្ចឹងទៅដល់បរិជានៅក្នុងដែនមគធៈហ្នឹងច្បាំងចាញ់បរិជានៅក្នុងដែនអង្គៈហ្នឹងរត់មកទាំងបរិជារដ្ឋទាំងព្រះទីនាងហ្នឹងរត់ទៅរហូតមកដល់នគរចម្ប៉ាមិនចម្ប៉ានៅស្រុកយួនយើងទេណាមានទីក្រុងមួយឈ្មោះទីក្រុងចម្ប៉ានគរចម្ប៉ាហ្នឹងនៅក្នុងចន្លោះដែនអង្គៈមគធៈហ្នឹងឯងនឹកឃើញថាយើងជាស្ដេចមិនត្រូវឲ្យគេចាប់យកទៅធ្វើឆ្លើយសឹកអីមិនសមគួរទេជាការប្រមាថចឹងចាញ់សង្គ្រាមហើយសុខចិត្តបនៅរាជរដ្ឋហ្នឹងទាំងរទេសទាំងអីទាំងសេះហ្នឹងដល់ច្រាំងទន្លេយ៉ាងធំមួយនៅនគរចម្ប៉ាហ្នឹងក៏បំបោលទម្លាក់ចូលទៅក្នុងស្ទឹងក្នុងទន្លេហ្នឹងទៅកន្លែងជ្រាំងចោលណាធ្លាក់ចូលទៅក្នុងទឹកហ្នឹងទៅនិយាយអំពីស្ដេចនាគនៅក្នុងទឹកហ្នឹងបានដឹងថាបរិជាចាញ់សង្គ្រាមយ៉ាងទៅក្នុងជាតិជាស្ដេចដូចគ្នាក៏ជួយបរិជាដែនមគធៈហ្នឹងទៅវាមានប្រាសាទរបស់ខ្លួនហើយញាតិញោមជួយទៅឲ្យទៅនៅក្នុងវិមានប្រាសាទហ្នឹងអស់រយៈកាល8ថ្ងៃបងណាបានជូនត្រឡប់មកវិញទៅជួយច្បាំងរហូតដល់ចាប់បរិជាដែនអង្គៈនឹងបានទៀតបរិជាដែនមគធៈសម្លាប់នៅស្ដេចដែនអង្គៈនឹងចោលទៅហើយក៏អរគុណដល់ស្ដេចនេះណានគរចម្ប៉ាហ្នឹងពីដើមកន្លែងហ្នឹងសម្បូរដោយដើមចម្ប៉ាកាប់ដើមចម្ប៉ាហ្នឹងធ្វើទីក្រុងហ្នឹងទៅនគរហ្នឹងហៅថានគរចម្ប៉ារហូតដល់ព្រះជានៅក្នុងដែនមគធៈហ្នឹងញាតិញោមណាធ្វើនៅសក្ការៈធ្វើនៅសាលាជាទីគោរពសក្ការៈបូជាដឹងគុណអ្នកដែនមគធៈហ្នឹងគោរពដឹងគុណនេះធ្វើសក្ការៈបូជាមានរោងអីចឹងដូចជាទេវតាចឹងបូជាដោយគ្រឿងដង្វាយផ្សេងចឹងជាជនដែនមគធៈហ្នឹងសម័យហ្នឹងគោរពនេះដោយនឹកឃើញនៅគុណរបស់អ្នកហ្នឹងបានជួយបរិជារបស់ខ្លួនហើយបានធ្វើបុណ្យប្រចាំឆ្នាំដូចយើងធ្វើបុណ្យឡើងអ្នកតាឡើងអីម្ចាស់ស្រុកចឹងញាតិញោមណា
nịa nó có nịa bật luôn chia một nút thong ở đá xa lo màu chu bì chia sầm đây sầm đa cho tới dây pi bia bà rong mà po để sát nó nông can nó cao chia priêm cầm sọc mà đại cho tới mơ tới nịa được ao trà đó chúng bây để đặt pen đây được bao chứ có một tổ tua rẻ đẹp và cung phơ nơi về lý chu chưa riêng rồi nào chắc là mà anh trong cao chỉ niệm nguyên chất trong cao chỉ niệm nhiều nữa những cực không trong cao chỉ niệm prăng phơ bon là bật hoa đó đấy mấy ai bàn cao chỉ niệm ca prăng ở bật hoa nữa coi vì sẽ đặt niệm nâng nè bon là thật giọt cha than niệm nâng tớiព្រះបរមពុរិស័ទហ្នឹងក៏ស្លាប់ទៅដោយបុណ្យដែលប្រឹងប្រព្រឹត្តហ្នឹងក៏បានទៅកើតទៅជាស្ដេចនាគឈ្មោះថាណាយើងអានឮថាចំបៃណាប៉ុន្តែចំបាយៈអ្នកគរាជឈ្មោះចំបាយៈអ្នកគរាជព្រោះកើតនៅក្នុងណានគរនេះនៅក្រោមស្ទឹងនៃនគរចម្ប៉ាហ្នឹងស្ដេចនាគហ្នឹងឈ្មោះថាចំបៃៈអ្នកគរាជចមកចំបស្រអានឹងយកណាអានចំបាយៈអ្នកគរាជព្រះថាលោកបញ្យល់ថាកាលដែលណាព្រះបរមពុរិស័ទចំបាយៈអ្នកគរាជនឹងបានទៅកើតនៅក្នុងឋានអ្នកនឹងហើយអត់សុបាយចិត្តញាតិញោមណាបរិសន្ធិដំបងពណ៌សម្បុរសក្បោះដូចជាប្រាក់អញ្ចឹងខ្លួននឹងសម្បុរសក្បោះដូចជាប្រាក់អញ្ចឹងហើយកើតទុកហ្មងណាខកខ្លួនអស់ណាមិនចាប់ភ្លឹកមិននឹកឃើញថានាគនឹងជាសត្វទេរិឆានអីចឹងទេព្រោះពេលដែលឃើញនោះសបាយកន្លែងដែលគេធ្វើពិធីអឹកកថាអីសូម្បីតែបរិជាក៏រាប់អានដែរហ្នឹងសបាយចង់បានកើតជានាគហ្នឹងព្រោះពេលហ្នឹងនាគហ្នឹងនិមិត្តខ្លួនជាមនុស្សយ៉ាងស្អាតពេញកំឡោះស្អាតចឹងទៅចង់បានសម្បត្តិនាគហ្នឹងដល់ខ្លួនឯងមកបដិសន្ធឹកព្រឹបคล้ายទៅជាសត្វនាគក្នុងកំណើតទេរិឆានហ្នឹងអត់សบายចិត្តទេប៉ុន្តែផុតពីនឹងទៅបាននាងនាងកញ្ញានោះនាងកែបហែសីធំនោះឈ្មោះសុមនៈទេវីនាគកញ្ញាជាអ្នកណាញាតិញោមបានមកនាងពំពីមើលរៀបចំទៅអញ្ចឹងប៉ុនហ្នឹងសូម្បីតែកើតទៅជានាគហ្នឹងប្រពន្ធក៏នៅក្នុងជានាគជាមួយគ្នាអញ្ចឹងទៅណាហើយក៏បានរៀបចំនៅនាងនាគកញ្ញានឹងប្រគំកូនដោយកាមគុណផ្សេងៗទៅក៏សบายចិត្តវិញទៅណាសบายចិត្តសោយនៅកាមគុណនឹងវិញទៅអាចនិមិត្តខ្លួនស្អាតដូចទេវតាអញ្ចឹងក៏សบายប៉ុន្តែនឹកឃើញដល់គុណធម៌ដែលខ្លួនឯងខំប្រព្រឹត្តនឹងមិនគួរណាមកកើតក្នុងកំណើតជាសត្វទេរិឆានអញ្ចឹងទេសូម្បីមានសម្បត្តិសម្បូរអស្ចារ្យយ៉ាងណាក៏មិនដូចក្នុងកំណើតជាមនុស្សដែរហើយតាំងចិត្តរក្សានៅឧបោសថណាចាតតស័យឧបោសថនិងបណ្ណរស័យឧបោសថខែ2ដងញាតិញោមណាកាលដែលព្រះបរមពុរិស័ទនឹងណាឡើងមករក្សានៅឧបោសថនៅក្នុងឋានមនុស្សនឹងនៅក្នុងប្រវត្តិសិនក្បែរកំពូតនឹងហើយអ្នកស្រុកក៏ឃើញនាគអញ្ចឹងទៅគេជ្រះថ្លាទៅបុះដីបុះអីធ្វើរោងហើយទៀតព្រោះអ្នកនគរអ្នកកថាហ្នឹងគេគោរពនាគតាំងពីដើមមកញាតិញោមណាហើយស្លូតហើយល្បីតគ្នាថានាគនឹងកាន់សិលស្លូតទៀតអញ្ចឹងទៅក៏ចេះតែមានកើតសក្ការៈបូជាអញ្ចឹងទៅណាមិនយូរប្រហែលបាននាយអំពីអីណាអ្នកដែលរៀនមុនវិជាហ្នឹងពួកឥណ្ឌាហ្នឹងគេមានមុនចាប់ពោះចាប់អីអញ្ចឹងញាតិញោមធ្លាប់ឃើញទេមុនគេនឹងសូត្រអីពោះវែករំបើវែកអីចឹងណារៀនមុននឹងមកដល់ឃើញសត្វនេះនៅណាគៀនដំបូងក្នុងរោងហ្នឹងក៏ណារាយមុនទៅណាសូត្រគាត់ទៅចាប់ដើមរាយមុនដែលខ្លួនឯងចេះដើម្បីចាប់នេះហ្នឹងណាព្រះថាកថាលោកបញ្យល់ថាក្នុងតិចរបស់ព្រះបរមពុទ្ធិស័ក្តិដូចគេយកអីទៅខៃក្នុងតិចអីចឹងឈឺហើយវល់ហើយយកក្បាលហ្នឹងពេលដាក់ក្នុងភ្នែកហ្នឹងទៅដូចថាគេយកអីទៅរុកក្នុងតិចក្នុងខៃតិចអញ្ចឹងសង្ងំអញ្ចឹងទៅមិនហ៊ានតបតទេខ្លាចអីញោមខ្លាចដាច់សិលណាលោកបញ្យល់ថានិយាយអំពីពឹស
របស់ស្ដេចនាគហ្នឹងណាបើសិនជាព្រោះមកផែតដាក់លើមនុស្សទៅអាលាយទៅជាផេះភ្លាមទឹកសាច់ទឹកចឹងអាលាយទៅជាផេះហើយរិទ្ធអំណាចកថាម្នាក់សំបីតែនគរមួយទាំងមូលក៏ខ្លាយទៅជាផេះដែរព្រោះភ្លើងព្រោះពឹសហ្នឹងទៅឆេះខ្លាយជាផេះភ្លាមប៉ុន្តែអត់បន្ទូទេដើម្បីអីដើម្បីរក្សានៅឧបោសថសិលកុំឲ្យដាច់រក្សានៅក្នុងឋាននេះហ្នឹងរក្សាវាអត់ជាប់ដាច់សិលយ៉ាងពេកនាគកញ្ញាវាច្រើនពេកណាញោម16,000 នាក់ 16,000 នាក់គាត់នៅបរិវារនាគកញ្ញានឹងសម្បត្តិនាគមែនប៉ុន្តែនាគកញ្ញាជាបរិវារហ្នឹង 16,000 នាក់បំរើមិនមែនយើងមនុស្សប្រុសសម្ាញ់នឹងមានប្រពន្ធតែមួយហើយលួចលាក់ក្រៅតិចប្រពន្ធដឹងរោរឿងនេះណាខ្ញុំទេ 16,000 នាក់ស្រឡាញ់បំរើហើយសុខចិត្តរត់មកឧស្សាហ៍បោសុតបរមពុរិស័ទលះបង់ណាសម្បត្តិជាស្ដេចនាគមករក្សានៅឧបោសថហើយត្រូវគេធ្វើបាបរាយមុនអញ្ចឹងទៅណាយកឈើតែជំពាមនោះបុកកាលពីសង្កបាលហើយញាតិញោមលំពេងណាលំពេង8ដើមចាក់ខ្លួននឹងខ្សែប៉ុន្តែនេះតូចទេព្រះថាថាលោកបញ្យល់ថាមានទំហំខ្លួនប្រហែលជាប៉ុនដងនឹងកលញាតិញោមស្គាល់នឹងកលទេប៉ុនពួនជើងប៉ុនអីនឹងឯងធំជាងពួនជើងយើងតិចនឹងកាលពីសង្កបាលនេះករាជហ្នឹងកូនព្រាម18នាក់បាត់សៃរួចទេញាតិញោមណាលំពេងហ្នឹងណាចាក់16នាក់អញ្ចឹងហ្នឹងព្រោះលំពេង8ដើមចាក់ហើយខ្សែណាហើយភូរតតណាអីក៏ធំណាប៉ុនបើសង្កបាលហ្នឹងមានខ្លួនប៉ុនទូដល់នេះប៉ុន្តែដងនឹងកលទៅតូចទេអញ្ចឹងនាយព្រាមហ្នឹងកាលដែលយកឈើជំពាមនោះចាក់តាំងពីក្បាលជ្រុំឲ្យបាក់ចឹងហ្មងឲ្យអន់ហ្មងរោដល់កន្ទុយហើយដឹងថាអត់ហើយណាឡើងជាប់ទៅលើហើយមនុស្សហើយនាគប៉ុនប្រពន្ធជើងនឹងជាប់បាក់ចឹងជនីអស់ហើយញោមណាគ្រូសំដែងថាបាក់ឆ្អឹងឬសូព្រុកគេជន់ណាវាជន់ទៅឆ្លីលើខ្លួននឹងតាំងពីក្បាលឡើងកន្ទុយបាក់ឆ្អឹងហើយសូនមុនហើយព្រោះអាឆ្នាំដែលគេរាយមុនព្រមទឹកមាត់ដាក់ក្នុងមាត់របស់នាគនឹងទៀតនិយាយពីឆ្នាំដែលព្រមដោយមុនវិជាដែលគេស្វាព្យាយឲ្យព្រោះចូលលងមាត់ណាថ្មិញរបស់នាគជ្រុះមកទាំងអស់ជ្រុះថ្មិញមកចេញឈាមពេញមាត់ដៅដូចជាគេដាំទឹកក្តៅពុះចាក់ចូលក្នុងមាត់ចឹងអត់បដងអត់តអត់ធ្វើឲ្យដាច់សិលឯងញោមគេចាប់យកមកប្រមូលឆ្វេលដាក់ក្នុងថង់ស្ពាយយកមកចូលក្នុងភូមិហើយគេណាត្រូវមុននឹងចងជាប់មិនអាចប្រែកាឡាទៅណាអីកិច្ចទេបាទត្រូវគេសូត្រមុននឹងឲ្យរំឲ្យអីនាយព្រាននឹងក៏បាននៅអីបាននៅកហបណៈបាននៅទ្រព្យសម្បត្តិសក្ការៈចេញពីស្រុកមួយទៅកាន់ស្រុកមួយយកនាគនឹងសំដែងសិល្បៈឲ្យអ្នកស្រុកមើលបានលុយច្រើនហើយញាតិញោមដឹកទាំងប្រទេសអញ្ចឹងទៅមិនអស់ចិត្តចេញទៅដល់ដែនកាសីនោះក្រុងពេរិនសីនិយាយពីឧបសេនអ្នកដែលជាបរិជាហ្នឹងណាសជាតិមកវិញជាណាព្រះមហាមុគលានព្រះមហាមុគលានហ្នឹងក៏សរិបុត្រទេញោមណាជាព្រះមហាមុគលានហើយនិយាយពីព្រានហ្នឹងអ្នកណាញាតិញោមស្មានដឹងឯព្រានហ្នឹងមានណាក្រៅពីទេវតាទេចិត្តអាក្រក់ចិត្តណាលោកគ្រូគាត់ថាមុនវិជានឹងវាចេះហើយប៉ុន្តែវាជាមួយនឹងចិត្តអាក្រក់ហ្នឹងទៀតវាឃើញទៅអញ្ចឹងហ្មងអត់គេគោរពគ្រប់គ្នាយកទៅឲ្យសំដែងឲ្យបរិជានៅក្នុងដែនកាសីហ្នឹងណាស្ដេចព្រំបន្ទាត់ធានាថាឧបសេននឹងមើលអញ្ចឹងទៅណានិយាយពីសុមនៈទេវីដែលជានាគកញ្ញាខមហេសីនឹងពេលស្វាមីឡើងមករក្សាឧបោសថនៅឋានមនុស្សនឹងចេះតែព្រួយបារម្ភសពសល់មិនសុខទេក៏សួរស្វាមីថាបើសិនជាព្រះអង្គមានរឿងអីតើឲ្យខ្ញុំដឹងយ៉ាងម៉េចបានព្រះបរមពុរិស័ទហ្នឹងនាំកាលដែលមិនទាន់គេចាប់ហ្នឹងនាំទៅមើលស្រះបោកករណី
nè bà khơiទឹកsạch nâng prai pruaទឹកsạch nâng tới chỉ đáy bà này thả miền tục rồi còn miền điện mỏi chạp bà khơiទឹកsạch nâng tới chỉ po có hộp đồ chiêm nước bà này thả trơn đi ai ở phía nâng chạp ơi trong bạc tới ở sau nơi sọc những có từ mơទឹកsạch nó khơi po có hộp đồ chiêm những hốt trời và mày bà giờ nâng miền truột đã rồi ai ở phía nâng chạp ấy nè tranh những pi than về chung điện nước prai cả lá chiêm một lúc đa rau vào đầy nhung nó đa rau bay nửa cầu thùng rong để khơi từ ông kẹo phong mẹ cả kẹo phong tranh rau đó liền đó là bên là xây đàn cà xây nữa ấy ngay bên kia đấy nhìn nhổ dương từ đi tranh pi thì trong bên là xây từ là mẹ cả kẹo nó chi là nấy nữa hay bạc vào đây đa rau lạ chân tới nhổ rồi từ mình rất rồi học lại khá tới nhiều đó đừng mà làm mấy đấy trong tới về mùi priêm nâng cùng công tài nòm niệm nâng ao sầm đầy sợ là bạn xê mà lúc bạn từ mơ nè số bây cái phơ ba phần nó còn đang tìm nên cầm lăng nằm bây sầm đầy nơi sợ là bạn nâng ao kia mơ này sầm đầy tới sắp tới cái liên này tới nơi lừa cả nó khơi một luôn anh yên nhá chụp xuống đây mồ rồi chỉ ngon thật ban nè đừng cùng mày rom oi mơ sao phải chụp chứ mơ cho mơ nó ao từ lời tới khơi nè mơ đục sậy nơi lớn ác nhá từ chỉ miền phật ca su thà niên chỉ nè na chỉ sậy tê và đa chỉ sậy cần thúc rồi có chỉ nè na nhưng mình ban sớm có thà niên chỉ sậy mà nụ tê về chia phô chắc này thà bầu bớt presamatite nhưng mình men chia sợi tê và đa chia sợi cực thúc rồi chia sợi chia mà nông tê nhóm cứ chia nè niệm cả nhà hay niệm mau thì nâng thử ấy tiếng tài tực nê khô sạ chắc thà mà rồi xoa mây niệm chia là ná thà chỉ sập niệm tại cái nè nia priên cũng sao thu tay rồi bo chỉ châm chỉ vứt ban chặt qua mây rồi bọc nhóm ao sầm đay sơn bắt tam xong cùng xế đâm bây rồi to sầm bạc xôm bọn nè chui qua mây nhom khom nè lu qua mây rồi bọc nhóm đôi cà và nạ đôi cô u sụp hẹn đôi rồi bọc xế rồi chia sẽ đạp chân tới nè cầm sọt lọt bên của bạn để say chỉ vui thế nhìn nhôm đó bầu đi chia nâng tê và toàn với chạm từng niệm cả nhà nâng cho mà thơ một quân bạc thì lên miền bàn lên đi nhá đo bàn đọc lên chẳng hạn nè ao nơi toàn sủng bát ao ấy cô sụp hẹn mà rồi ao cả hai phần nặng mình bạc hay ao xây xa pi nè thôi chỉ một quân đo priêm nâng tiền đi chia nâng ao ấy toàn sủng bát chẳng xa bàn priêm nâng thắng khoảng niên bởi cho ông ca mau bà chọc ao ấy đọc đồ ấy các nhóm pro đấy vô bọn chỉ đá chỉ thông người gì school xong nhưng mà bọn ao ấy nhóm tầng thì gió ấy cái gió tra sổ bạc nâng tới đọc lên nâng niệm nâng vị tới cao là cái sài môn nâng tới chăm bay nhận như cái này nhé có prai cả là tới chỉ một đôi vị thọ mà đà hãy ban krap tu vô bật presamatite đôi hôm nay thì con nhau bọn trong non bọn nó từng mơ nơi lùng nơi than rồi bọc nhau trong non UKC nè là đây chỉ sẽ đặt những cái ca xây nó từng mơ lùng nơi than sẽ đặt nhẹ nữa nè ban tôi chia thà thọ mà đa nè prachi bồ ra dương chi mà nô ca na để rọp an chỉ mùi nước ảo mà nô cái thao mình lọ trong đây nhá thao về mình lọ về mình tới dương chi mà nô rọp an mà nô thọ mà đá dương chi mà nô từ rọp an chỉ mùi này chị ảo mà nô chỉ địa chấm phây khai thà vì miền rương ấy đó bác prep bảo mà cô đi sạch nữa nè Paul và các lao tha sâu bọn cộng rùi bảo rong tục vào tây cho nè để ban phơ côn dùng cru chỉ vật rồi bọc chống đi nè tu bay chỉ bả tật pre chăn lẹ mau nè lơ phan đấy cho thả mày ở lung không mà lia đó còn nhung mình phơ ấy bóng này trong đây chứ á nè số bay bả tật lẹ mau nè lơ phan đây pre chăn lẹ mà lơ phan đây
ទឹកស្ទឹងហូរបញ្ច្រាស់ឬក៏ផែនដីរមូររួញណារហែកខ្ទេចខ្ទីមិនឲ្យខ្ញុំទៅបន្ទុះបៀតបៀនព្រះអង្គនឹងមិនធ្វើទេណាបើខ្ញុំមិនបានឃើញគុណហើយបែរជាបន្ទុះជាមួយអ្នកមានគុណសូមឲ្យខ្ញុំធ្លាក់ទៅនរកឲ្យរងនៅសេចក្តីទុក្ខកុំឲ្យមានសេចក្តីសុខចន្លោះតិចតួចឡើយប្រកាសសច្ចវិជ្ជាហ្នឹងគាត់ថាបើព្រះអង្គជួយប៉ុណ្ណឹងហើយនាំព្រះអង្គទៅឋាននេះអីធ្វើបាបព្រះអង្គមិនគោរពបណ្ដឹងគុណសូមឲ្យធ្លាក់នរកហើយមានសេចក្តីទុក្ខជាប់ជានិច្ចអត់ឲ្យមានចន្លោះទេប្រកាសផ្សេងរោដល់មេចលុបភ្នំលាយក៏មិនធ្វើអីព្រះអង្គដែរព្រះជាប្រោប្រកាសថាពួកឯងរៀបចំគ្រឿងអីអិសរាជយុះយើងទៅលេងឋានប្រជុំនេះតែមិនទៅតែឯងប្រកាសឲ្យកូនចៅដឹងទៀតនាំទៅដល់ឋានប្រជុំនេះនឹងទៅឃើញសម្បត្តិនៅក្នុងឋាននេះនឹងហើយព្រះឧបសេននឹងឆ្ងល់ថាឋានប្រជុំនេះនឹងគ្រាន់តែស្រីទេពកញ្ញានាគកញ្ញានឹង16000 នាក់ដែលមានសម្ផស្សនឹងល្អសាច់សខ្សោយម៉ត់រលោងហើយរោស្ត្រីដែលជាមនុស្សនឹងឲ្យស្អាតដោយនាងនាគកញ្ញានឹងមិនមានទេហេតុអីបានអ្នកឯងចង់ទៅសាបោសុទ្ធឋានមនុស្សសួរអញ្ចឹងមកពួកមនុស្សយើងកើតមកត្រូវការកិត្តិយសគេឈ្មោះសោយសុខកាមគុណនឹងហើយបើឋាននេះនឹងវាសម្បូរដោយរតនសម្បត្តិមិនចេះខ្វះវាមានប្រាសាទប្រណិតដូចជារបស់ទឹកណាសួនឧជានស្រះបោកករណីដើមឈើស្អីរៀបរាប់ថាក្នុងឋានជាមនុស្សនឹងអត់មានទេដើមឈើអស់នឹងផ្កាស្អាតអញ្ចឹងស្រះបោកករណីល្អអញ្ចឹងវាមានប្រាសាទល្អអញ្ចឹងស្រីនាគកញ្ញាដែលស្អាតអញ្ចឹងនៅក្នុងឋានមនុស្សអត់មានទេហើយអ្នកទៅរក្សានៅឧបោសថក្នុងឋានមនុស្សដើម្បីអីកាខ្ញុំព្រះអង្គទៅរក្សានៅឧបោសថក្នុងឋានមនុស្សនោះព្រោះចង់កើតជាមនុស្សវិញសួរអញ្ចឹងឯងញោមចង់កើតជាមនុស្សវិញចុះតែឯងចង់កើតជាមនុស្សធ្វើអីចង់កើតជាមនុស្សធ្វើអីណាព្រោះការដែលកើតជាមនុស្សនឹងអាចណាព្យាយាមអាចធ្វើនៅទីបំផុតនៃសេចក្តីទុក្ខបានអាចធ្វើឲ្យបរិសុទ្ធបានប៉ុន្តែនៅក្នុងឋាននេះមិនអាចទេរក្សាឧបោសថនោះសាមជាប់ផងនាគកញ្ញានឹងមករំខានរហូតញញឹមណាមករំខានរហូតចឹងទៅបានអូអស្ចារ្យណាស់ណោះបានឧបសេនាគរាជនឹងនឹកឃើញពិចារណាដល់ខ្លួនអញថាអញបានអត្តភាពជាមនុស្សហើយជីវិតនេះណាកើតចាស់ស្លាប់ទៅវិញធម្មតាទាំងដែលឲ្យបានធ្វើអីសោះទាំងដែលឲ្យបានយកអីទៅសោះពេលដែលស្លាប់ទៅញាតិញោមណានឹកឃើញអញ្ចឹងត្រឡប់មកវិញញាតិញោមណាត្រឡប់មកវិញក៏ចាប់ដើមធ្វើទានចាប់ដើមរក្សាសិលធ្វើសេចក្តីល្អហើយស្ដេចមាសនឹងនឹកគុណរហូតដល់ថាឥឡូវព្រះអង្គចង់បានសម្បត្តិអីខ្លះអំពីឋានប្រជុំនេះរបស់ខ្ញុំនឹងទៅខ្ញុំឲ្យទាំងអស់ណានិយាយពីទ្រព្យសម្បត្តិរបស់ខ្ញុំគ្រាន់តែកំណោមាសកម្ពស់ចុងថ្នោតណាយល់ណាមិនមានមកតលឹងពីតលឹងនឹងអួតទេណាកំណោមាសរបស់ណាចំបៃយនាគរាជនឹងប្រាប់ពរិជាឧបសេនណាគាត់នៅកំណោមាសរបស់ខ្ញុំកម្ពស់ចុងថ្នោតនៅក្នុងអំពីនឹងលោកបញ្ចូលគាត់នៅកំណោមាសកម្ពស់ចុងថ្នោតអាថ្នោតខ្ពស់ណាមិនអាថ្នោតទាបហ្នឹងយល់កៅមនីកៅមុខក្តាអីយកទៅណាទេព្រះអង្គតែដឹកជូនទៅហើយឲ្យធ្វើព្រះនគរហ្នឹងសាងសង់កំផែងយកប្រាក់ទៅធ្វើពីប្រាក់មិនបាច់ធ្វើពីឥដ្ឋទេឲ្យប្រាក់ហ្នឹងយកធ្វើជាកំផែងណារបស់ស្ដេចឧបសេនក្រុងពេរិណសីហ្នឹងយកកៅមុខក្តាកៅវិទូអីហ្នឹងទៅក្រាលកុំឲ្យមានភក់ក្នុងនគរហ្នឹងយករតនវត្ថុហ្នឹងទៅក្រាលធ្វើជាកម្រាលឥដ្ឋហើយធ្វើទៀនធ្វើអីហើយព្រះថាលោកបញ្យល់ថាចាប់ពីពេលនឹងឯងបានក្នុងចម្ពោះទ្វីបនេះសម្បូរដោយរតនវត្ថុដោយសារចំបៃយនាគរាជនឹងបានជញ្ជូននៅសម្បត្តិអំពីឋានប្រជុំនេះនឹងយកមកឲ្យស្ដេចណាឧបសេនណាដែលបានជួយខ្លួនឲ្យរួចអំពីព្រាមនឹងហើយញញឃើញទេអស្ចារ្យណាស់ត្រឹមតែដើម្បីរក្សានៅឧបោសថនឹងលះបង់អញ្ចឹងយើងងាកមកវិញធ្វើឲ្យឃើញថាការដែលយើងបាននៅអត្តភាពជាមនុស្ស
đây chỉ cả lấy ai sẵn xong nơi quân nội thôn xong ba rồi mây ao xa rồi bò thì sắp ra bò rô bò thì sắp đây từ cao thông tin được tới tha mình ai tế bỏ chlong rồi hay thà cao đi cả lấy mà nông đi mà ai thưa ở bò thì sắp đôi sơ sở bà thị bạch nhà bàn thế vô cả lấy được tới cả lấy khác chỉ cả lấy đây ấy nhớ tới vì sao tục tục được không mà bay phùm bởi được nông sông cả tây phúc chỉ cả lấy để soi cam mà phun ao thưa sơ tiền nó ngồi bò thì sắp ao đôi chỉ sang để cái khăn hái với ăn gì thì khan mà nông thì ấy chỉ cả lấy đây là sống ba rồi mấy nay pre bò rô mà bò thì sắp từng lại nhiều lò ấy lấy chân ba này cả bạch tự đôi ná con là ngư mau để xa mau sọt riêng thoa đi đây chân tết ngày nay rừng du tích rồi chứ tập ban tay mong bờ này lúc mong cười chặt chân số quân của sao sầm rạch đòi nhiều phật bội sạt này chơi mau sờ bạc tiền sờ đấy số hỏi ban chịu bạn say nông ca tra đằng say chặt thua nè thưa nó sẽ đây bò để sọt sầm rạch luôn ấy sẽ đây bò để sọt nó cứ ca ban sầm rạch nhẹ phao cái phần nó sôm nụ mù từ này